ចង់ដើរលេងឲ្យអស់លុយតិចតែបានស្គាល់កន្លែងស្អាតៗច្រើនសំណួរនេះខ្ញុំជួបច្រើនតែធ្វើបែបម៉េចមកទស្សនាវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីគន្លឹះតិចៗដើម្បីឲ្យអ្នកទាំងអស់គ្នាដើរលេងអស់លុយតិចហើយដើរលេងបានកន្លែងស្អាតៗជាច្រើនជម្រាបសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូចែករំលែកពីវិធីដើរលេងអស់លុយតិចឲ្យអ្នកទាំងអស់គ្នាបានដឹងហើយកន្លែងដែលខ្ញុំទៅគឺគេហៅថាទឹកជ្រោះស្ទឹងពង្រូខាងក្រោមមានកញ្ចុះមានអីឲ្យអ្នកទាំងអស់គ្នាបោះតង់ឬក៏ចងរឹងបានជាស្ពានទៅស្ទឹងពង្រូអាស្ពានឈើមួយដែលយើងចំណាំជិះក៏ពិបាកហ្នឹងឥឡូវគេចាប់ផ្ដើមសាងសង់ស្ពាននេះហើយមានផ្លូវវាងយើងអាចទៅលេងបានអញ្ចឹងអានេះជាស្ពានស្ទឹងពង្រូខាងក្រោមអញ្ចឹងអ្នកទាំងអស់គ្នាមកលេងអាចជិះទៅលេងបានធម្មតាហើយគេធ្វើស្ពានតិចទៀតមកស្រួលទៅទាំងឡានទាំងអីប្រឡែងបាក់ឆ្លងទៀតហើយហើយកន្លែងស្ពានឈើមួយអាសាបាក់ញឹកញាប់ហ្នឹងហ្នឹងសម្រាប់អ្នកមកលេងស្ទឹងពង្រូជិះឡានជិះម៉ូតូមកបានធម្មតាខាងក្រោមហ្នឹងណាអូខេអញ្ចឹងយើងអាចមកលេងតាមផ្លូវវាងអញ្ចឹងពួកខ្ញុំមក4នាក់4ម៉ូតូជិះទូសប្បាយជិះហើយផ្លូវគេឈូសថ្មីដាក់ឡងស្រើហ្មងគេសួរថាមិនបានដើរលេងបានញឹកម៉េះណាគេសួរថាដើរលេងមិនក៏បានញឹកម៉េះខ្ញុំប្រាប់ឡើយបាទបាយសាច់ក្រកប៉ុណ្ណឹងព្រោះឲ្យពេលព្រោះឲ្យអស់គ្នា4នាក់សាច់ក្រកកន្លះគីឡូទាំងអស់ហ្នឹងនៅសល់2 3ទៀតហើយរួចមកពេលបាត់ហើយញ៉ាំឲ្យមិនបានដើរលេងបានញឹកបើដើរលេងដល់លុយផងស៊ីមកពេលអស់ដល់ 20000 ផងក៏មិនតិចហ្នឹងពេលចេញដើរលេងចង់ចំណាយតិចអ្នកទាំងអស់គ្នាគឺត្រូវតែចេះដាំបាយនិងធ្វើម្ហូបដែលអស់លុយតិចៗដោយខ្លួនឯងឬក៏ទៅជាមួយតែគេអ្នកចេះធ្វើម្ហូបអីចឹងណាអាហ្នឹងរឿងទី1ទី2អ្នកទាំងអស់គ្នាត្រូវតែចេះរកត្រីឬក៏នេសាទអីដោយខ្លួនឯងបានហើយនឹងទៅជាមួយអ្នកដែលគេញ៉ាំអីអត់រឹសអីចឹងណាអញ្ចឹងគឺអាហ្នឹងបែបស្រួលៗសប្បាយៗសាមញ្ញហើយមួយទៀតគឺដើរលេងកន្លែងដែលបោះតង់ចងរឹងអីងាយៗកុំទៅដេករីសតអីអានេះក៏អស់លុយច្រើនអ្នកទាំងអស់គ្នាបើគាត់ជិះដឹងច្បាស់ណាស់ហើយទី3ចំណុចសំខាន់គឺអ្នកទាំងអស់គ្នាត្រូវតែចេះរើសកន្លែងដើរលេងឲ្យត្រូវដូចខ្ញុំរើសកន្លែងត្រូវបានមកកន្លែងដែលមានទេសភាពស្អាតទឹកថ្លាអង្គុយញ៉ាំអីបែបស្ងប់ស្ងាត់មើលត្រីអីអូគឺខ្ញុំចូលចិត្តអញ្ចឹងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចេះរើសកន្លែងដើរលេងហើយបើពិបាករើសកន្លែងដើរលេងអ្នកទាំងអស់គ្នាអាច follow page ខ្ញុំមកខ្ញុំអាសាផុសកន្លែងដើរលេងផ្សេងៗដែលស្អាតអស់លុយតិចៗស្រួលៗអីអញ្ចឹងណាហើយខ្ញុំនៅមានវីដេអូផ្សព្វផ្សាយកន្លែងដើរលេងស្អាតខ្លាំងបែបនេះគឺនៅច្រើនទៀតគឺនៅក្នុងដៃខ្ញុំដូចជានៅខាង G Pad នៅខាងអារ៉ែងអីហ្នឹងជាប្រភេទវីដេអូដែលបែបទៅនេសាទត្រីទិញមងទិញអីទៅដាក់រកត្រីហូបនៅកន្លែងហ្មងជាពិសេសគឺដេកនៅមុខទឹកជ្រោះអីហ្នឹងគឺស្អាតមែនតើអញ្ចឹងកុំភ្លេចជួយ follow page ខ្ញុំទាំងអស់គ្នាដើម្បីបានវីដេអូល្អៗមុនគេនិងពិសេសជាងគេជាចុងក្រោយវីដេអូបានមកដល់ទីបញ្ចប់ហើយបាយបាយជម្រាបលាអ្នកទាំងអស់គ្នា